បងប្អូនទាំងអស់គ្នាជាទីនឹករលឹកចឹងយើងវិលមកជួបគ្នាទៀតនៅជាមួយនឹងមេរៀនទី3ផ្នែកវិទ្យាសាស្ត្រថ្នាក់ទី6ដែលខ្ញុំនឹងធ្វើអូចែករំលែកអំពីសំណួរនិងចម្លើយបាទតោះចឹងយើងមកមើលទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច like ចុច subscribe ឬចុចសញ្ញាកណ្ដឹងទូរស័ព្ទchannel លោកគ្រូមួយផងបាទអរគុណច្រើនចឹងខាងនេះលោកគ្រូនឹងចែករំលែកពីចំណេះដឹងមួយគឺមេរៀនទី3ការថែរក្សាសត្វបាទការថែរក្សាសត្វតោះចឹងយើងមកមើលសំណួរចម្លើយទី1ចូលឆ្លើយសំណួរខាងក្រោមបាទផ្នែកកគឺតើប្រជាកសិករយើងចូលចិត្តចិញ្ចឹមសត្វអ្វីខ្លះសម្រាប់ជួយជាកម្លាំងនិងសម្រាប់ជួយដោះស្រាយជីវភាពគ្រួសារបាទចំណុចខដើម្បីធ្វើឲ្យការចិញ្ចឹមទទួលបានលទ្ធផលល្អតើយើងត្រូវយល់ដឹងអំពីអ្វីខ្លះបាទចំណុចគោហេតុអ្វីបានជាគេត្រូវធ្វើបាតទ្រុងឲ្យជាជំរែលបាទឲ្យជំរែលចំណុចខតើការចិញ្ចឹមមាន់អាចផ្ដល់សារៈប្រយោជន៍អ្វីខ្លះបាទតោះចឹងយើងមកមើលចម្លើយចំណុចកប្រជាកសិករយើងចូលចិត្តចិញ្ចឹមសត្វគោឬសត្វក្របីសម្រាប់ជួយជាកម្លាំងអូសទាញសម្រាប់ជាបាទនឹងចិញ្ចឹមសត្វមាន់ទាជ្រូកសម្រាប់ជួយដោះស្រាយជីវភាពគ្រួសារចំណុចខដើម្បីធ្វើឲ្យការចិញ្ចឹមទទួលបានលទ្ធផលល្អយើងត្រូវយល់ដឹងពីរបៀបចិញ្ចឹមរបៀបជ្រើសរើសពូជធ្វើទ្រុងការផ្ដល់ចំណីការថែទាំនិងការគ្រប់គ្រងឲ្យបានល្អចូលដល់ចំណុចគោបានជាគេត្រូវធ្វើបាតទ្រុងឲ្យជារាងជំរែលព្រោះងាយស្រួលក្នុងការចាក់ទឹកលាងសម្អាតឲ្យបានល្អបាទចឹងចូលដល់ចំណុចខការចិញ្ចឹមមាន់អាចផ្ដល់សារៈប្រយោជន៍ឲ្យប្រជាជនធ្វើជាម្ហូបអាហារសម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារបាទអញ្ចឹងយើងចូលដល់ផ្នែកទី2គឺថាចូលគូសវងជំវិញអក្សរណាដែលជាចម្លើយត្រឹមត្រូវបាទអញ្ចឹងយើងមើលបងប្អូនគ្នាហេតុអ្វីបានជាគេកត់ត្រាថ្ងៃខែឆ្នាំចាក់ថ្នាំបង្ការអញ្ចឹងយើងគូសយកចំណុចខគឺដើម្បីងាយស្រួលក្នុងការបាទរំលឹកការចាក់ថ្នាំបង្ការថ្ងៃក្រោយបាទណាអញ្ចឹងចូលដល់ចំណុចទី2ហេតុអ្វីបានជាគេត្រូវសង់ទ្រុងសัตว์ទៅតឹងថ្ងៃបែរមុខទៅទិសខាងកើតឬទៅទិសឈៀងខាងត្បូងបាទអញ្ចឹងហេតុអីដែរយើងមើលអស់គ្នាអញ្ចឹងចម្លើយយើងយកចំណុចខគឺដើម្បីឲ្យពន្លឺព្រះអាទិត្យចូលបានគ្រប់គ្រាន់និងងាយស្រួលធ្វើអនាម័យបាទអញ្ចឹងចូលដល់ចំណុចបន្ទាប់គឺការកត់ត្រានៅរាល់ការចំណាយនិងចំណូលសម្រាប់សម្រាប់ឲ្យគេខ្លះដែរអញ្ចឹងយើងយកចំណុចខដែរគឺសម្រាប់ទូទាត់ការចំណាយនិងការខាតបាទខាតឬការចំណេញចឹងបងប្អូននេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងនឹងជួបគ្នានៅជំពូកទី2និយាយអំពីបរិស្ថានម្ដងបាទអរគុណច្រើន